សរុបគោលខ្ញុំបានជួយចាប់បានមកពីក្រុម SP2 ដែលមកបង្ហាញពីការបញ្ចូលទិន្នន័យទៅកាន់ local storage ហើយនេះខ្ញុំបញ្ចូលពាក្យថា Apple នៅកន្លែង name បញ្ចូលចំនួនតម្លៃឲ្យចំនួននៅកន្លែង cache ហើយនឹងបញ្ចូលតម្លៃតមក SEO ហើយបន្តមកបញ្ចូលទៅដល់ពាក្យថ្មីមួយទៀតហើយសារជាប៊ូតុង delete វានឹង load សួរយើងថាចង់ delete វាអត់ទៅចុច cancel ហើយចុច edit ហើយខ្ញុំបានកែទិន្នន័យក្នុងនោះហើយប៊ូតុង save យើង load ខ្លាចជា edit ហើយខ្ញុំចុច save ទៅចំណែកដល់ code ដល់កន្លែង body របស់ខ្ញុំចាប់ផ្ដើមសរសេរវាប៉ុណ្ណឹងហើយភ្ជាប់វាទៅនឹង file bootstrap ដែលជាប្រភេទ CSS ឈានមកដល់ script យើងត្រូវបង្កើត variable ដោយប្រើឈ្មោះដែលនៅខាងក្នុងហ្នឹងហើយប្រើ document get by id ហ្នឹងដើម្បីទាញយក id ពីក្រុម code របស់ body យកមកប្រើហើយបង្កើត4ដូចគ្នាហ្នឹងហើយសម្រាប់ t-box យើងត្រូវប្រើណែ t-box ហ្នឹងយើងប្រើទៅប្រើ query selector ដែលវាស្តៀងនឹង get by id ដែរប៉ុន្តែវាមានលក្ខណៈ fix ជាង get by id ដែលវាអាចចាប់យកបានទាំង id ខ្លះឬក៏ tag ផ្សេងៗដូចនៅក្នុងការចាប់យក tag ហើយ status ដែលយើង set ឲ្យស្មើនឹងពាក្យ add ហ្នឹងបន្តមក global index ហ្នឹងគឺយើងទុកឲ្យវាទៅទេសិនទៀតយើងបង្កើត variable មួយទៀតដើម្បីចាប់យក value ចេញតម្លៃចាប់យកឬតម្លៃពីឈ្មោះដែលពី product list ពី local storage ហ្នឹងឲ្យដែលយើងប្រើសញ្ញាសួរ2ហ្នឹងដែលសញ្ញាសួរ2ហ្នឹងគឺវាមានតម្លៃមានន័យដូចជា if else អញ្ចឹងនៅពេលណាដែលពេលស្មើទៅទេគឺវាចេញអក្សរណាហើយ variable មួយទៀតគឺ old product list ហ្នឹងគឺឲ្យយើងស្មើណាឲ្យវានៅទៅទេសិនមកដល់យើងបង្កើត list មួយទៀតគឺយើង list string product list string ហ្នឹងឲ្យស្មើជាមួយ local list get item ហ្នឹងយើងយកទៅចូលទៅក្នុង product list ហើយយើងឲ្យលក្ខខណ្ឌសញ្ញាសួរ2ហ្នឹងដែលមានន័យថា if else បើវាស្មើទៅទេបើវាទៅទេចេញអក្សរ null ប៉ុន្តែយើងដាក់ឲ្យវាមកចេញជាសញ្ញាទៅទេនៅក្នុង local string វិញហើយយើងបង្កើត product list មួយទៀតដែលយើងឲ្យវាស្មើទៅទេសិនដល់មកដល់លក្ខខណ្ឌ if ហើយយើងឲ្យ product string ហ្នឹង dot list ស្មើនឹង0ដែលយើងរាប់ចំនួនទៅបើស្មើ0ឲ្យវាយកតម្លៃពី old product list វិញដល់ពេល L បានន័យថាឲ្យវា product list ហ្នឹងមានចំនួនអីមួយហើយអញ្ចឹងយក old product list ហ្នឹងជាចំនួនថ្មីដែលឲ្យវាទៅខ្លាយជា JSON.hash ហ្នឹងដែលជា JSON.hash ហ្នឹងគឺយើងសម្រាប់ convert ដល់ប៊ូតុង save ម្ដងដែលយើងប្រើ add event click ទៅជា function ដែលយើងបង្កើតថ្មីមួយទៀតគឺយើងបង្កើត variable ឈ្មោះ product ដែលយើងបញ្ចូល name វាដែលយើងយក input name ដែលជា value ជា call អីហ្នឹងជា value private ដែរហើយយើងដាក់លក្ខខណ្ឌវាយើងដាក់លក្ខខណ្ឌចំពោះ status add ដែលយើងបានបង្កើតនេះហើយបើ status ហ្នឹងវាស្មើ add យើងត្រូវ push product ចូលយើង push product នេះចូលហើយយើង push ទៅក្នុង local ដែលយើង set item នេះហើយដល់ JSON ដូចគ្នាមកដល់លក្ខខណ្ឌ status ដែលយើងឲ្យស្មើ edit ពីស្មើ edit យើងយកតម្លៃចេញពី global index ដែលយើងបង្កើតនេះឲ្យទៅទេដែលយើងបញ្ចូលទៅក្នុងបញ្ចូលទៅក្នុង local storage ដែលស្មើនឹង product វិញហើយ local storage យើង set product list ហើយ .json spring define នឹងដូចគ្នា
តមកដល់ clear ពេលយើងចុច save ហើយយើងឲ្យវា clear form អីចឹងទៅចូលដល់មក function render table ដែលយើងត្រូវឲ្យធ្វើយក t body ដែលយើងបានបង្កើតនៅខាងលើដែលយើង post select ឯហ្នឹងឲ្យវាយើងយក t body ហ្នឹង dot inner html ឲ្យស្មើនឹងប្រទេសសិនតមកយើងហៅនេះយើងមកប្រើដែលយើងយក function វាដែលយើងយក item ចេញពី index មកយើងបង្កើតបដិបទថ្មីមួយដែលដាក់ new tr ហ្នឹងដែលស្មើ document ដែរស្មើ document dot create element ដែលយើងដាក់មកវាចូលបទវត្តហើយយើងយក new tr ហ្នឹងហើយស្មើជាមួយ inner text ហើយវាស្មើជាមួយនឹងពាក្យថា index 1 index បូក1ហ្នឹងហើយ name ខុសដែល index បូក1ហ្នឹងវាគឺជាតម្លៃនេះគឺ index បូក1មាន name មានខុសមានអីចឹងហើយយើងបន្ថែមប៊ូតុង input វាដែលយើងមានជាប្រភេទប៊ូតុងដែលយើងយកវាខ្លះដែលមានពាក្យថា edit ហើយនិង delete ដូចជា edit ហើយនិង delete មួយនេះពេលយើងបញ្ចូលតម្លៃនៅក្នុងកន្លែងហ្នឹងហើយគឺយើង t body ហ្នឹងគឺវាបង្កើតវាថ្មីមួយទៀតបន្ទាប់មកចូលមកដល់ function clear form ដែលយើងផល input ហ្នឹងឲ្យវាស្មើទៅទេ input name ស្មើទៅទេព្រោះយើង clear អញ្ចឹងទៅដល់ code ហ្នឹងក៏យើងឲ្យទៅទេដែរហើយឯហ្នឹងដល់ពេល status យើងដូរពី edit យើងកែមកដាក់ add វិញចំណែក global ហ្នឹងឲ្យវា null ព្រោះយើង clear ហើយ status ហ្នឹងពេលយើងដូរហើយយើងដាក់ add វិញដូចគ្នាហើយប៊ូតុងseal ហ្នឹងគឺឲ្យវាស្មើ seal វិញពេលយើងដូរពី add មកដល់ដាក់ seal វិញតមកទៀតមកដល់ function delete item ដែលមាននៅក្នុងនេះដែលយើងចង់ delete អីវាឆាក់សួរយើងនេះ do you want delete អីហ្នឹងតែនេះយើងដាក់ឲ្យវា confirm បើយើងចុច yes ទៅបើយើងចុច OK ទៅវានឹង delete ដូចបែបនេះហើយនៅពេលដែលយើងប្រើ all ហ្នឹងគឺយើង slide វាដកចេញមក index បែបហ្នឹងគឺដោយសារអីយើងជួនកាលយើងបញ្ចូលវាច្រើនតង់អីចឹងទៅពេលចុច save អញ្ចឹងចុច save ចឹងទៅវាចេញច្រើនអញ្ចឹងដល់ពេលយើងចុច delete ទៅមួយទៅគឺវាដកគឺវា slide ទៅ index ហ្នឹងមួយទេហើយតមកទៀតមកដល់ local string ដែលយើង set ឲ្យវាស្មើធម្មតាវិញចុងក្រោយមកដល់ function edit item ដែលយើងបង្កើតបរិបទក្រោយមកដល់ function edit pro ដែលស្មើនឹង current list បង្កើតយើងយកធ្វើបង្កើតឲ្យជាបរិបទថ្មីដែលមានឈ្មោះថា current pro ដែលយកពីដែលមានតម្លៃស្មើនឹង all product list ដែលយកតម្លៃចេញពី index ហើយបន្តមកទៀតយើងត្រូវយក input name ដែលស្មើដល់ value ហ្នឹងឲ្យស្មើជាមួយនឹង current pro ថ្មីដែលយើងយកចេញពី index ហ្នឹងយក name ហើយកន្លែងខុសនោះគឺយើងយកខុសហើយគឺយើងយកតម្លៃដែរហើយយើងកែ status ពីប៊ូតុង save នេះដែលយើងចុច edit ពេលយើងចុច edit ទៅវាកែទៅជាប៊ូតុង edit បែបហ្នឹងហើយយើងយកឲ្យ global index ដែលយើងបង្កើតទៅទេហ្នឹងគឺយើងចាប់យកកន្លែងនេះដែលជា global index នេះកន្លែងនេះដែលយើងចាប់យកតម្លៃវាហ្នឹងបញ្ចូលនៅក្នុងនេះវិញដូចជាចាប់មកពេលវាចូលបែបហ្នឹងហើយមកដល់ប៊ូតុងដល់ពេលប៊ូតុង save ដល់ inner text ហ្នឹងគឺឲ្យវាស្មើ edit បានន័យថាឲ្យវាមានន័យថា edit ឲ្យវាស្មើ edit ប៊ូតុង save ដែលនៅក្នុង HTML ដែលយើងដាក់ឈ្មោះវាថាជាប៊ូតុង save ឲ្យវាស្មើនឹងពី edit